សួស្តីអ្នកទាំងអស់គ្នាក្នុងវីដេអូនេះចង់និយាយពីអាជីពមួយចំនួនដែលយើងអាចធ្វើបានណាបើសិនជាយើងរៀនជំនាញកសិកម្មនិយាយទៅជំនាញកសិកម្មហ្នឹងវាមានច្រើនណាពីថាកសិកម្មមួយម៉ាត់វាមានទាំងពាក់ព័ន្ធជាមួយនឹងដំណាំឆោផ្លែបន្លែចំណីសត្វហើយនឹងព្រៃឈើហើយក្រៅពីហ្នឹងក៏មានជំនាញពាក់ព័ន្ធជាមួយនឹងគ្រឿងម៉ាស៊ីនគ្រឿងយន្តអីដែរចឹងដើម្បីដោះស្រាយចម្ងល់អ្នកទាំងអស់គ្នាថាតើបើសិនជាយើងរៀនជំនាញកសិកម្មហើយយើងអាចធ្វើឲ្យគេបានខ្លះអញ្ចឹងខ្ញុំចង់ចែករំលែកអាជីពមួយចំនួនដែលអ្នកកសិកម្មគាត់ចាប់ទៅហើយគាត់និយមធ្វើទី1មានfarm management ឬក៏ farm supervisor ឬក៏ team leader នៅក្នុងកសិដ្ឋានអញ្ចឹងសម្រាប់តំណែងការងារហ្នឹងភាគច្រើនយើងទទួលខុសត្រូវទៅលើការងារបុគ្គលិកផ្ដល់បច្ចេកទេសថែទាំដំណាំក៏ដូចជាការគ្រប់គ្រងទូទៅនៅក្នុងកសិដ្ឋានហ្នឹងណាចំណែកទី2គឺ farm agronomist នេះវាខុសពីតំណែងទី1បន្តិចតំណែងទី2នេះគឺយើងផ្ដល់ទៅលើវាមានផ្នែករបស់វាអញ្ចឹងឧទាហរណ៍ថាយើងកាន់ផ្នែកសត្វយើងគ្រប់គ្រងបច្ចេកទេសពាក់ព័ន្ធជាមួយនឹងសត្វហ្នឹងទៅបើយើងកាន់បន្លែយើងផ្ដល់បច្ចេកទេសឬក៏វិធីសាស្ត្រអីថ្មីប្រឹក្សាយោបល់ទៅដល់បុគ្គលិករបស់យើងហ្នឹងដែលស្ថិតនៅក្នុងផ្នែកហ្នឹងណាទី3តំណែងដែលមានអ្នកធ្វើច្រើនដែរគឺ sale ហើយនិង marketing អញ្ចឹងយើងមានតួនាទីប្រម៉ូទផ្សព្វផ្សាយលក់ផលិតផលដែលកសិដ្ឋានឬក៏ក្រុមហ៊ុនរបស់យើងហ្នឹងឲ្យលក់អញ្ចឹងសម្រាប់តំណែងហ្នឹងគឺធ្វើបានទាំងនៅក្នុងកសិដ្ឋានក្រុមហ៊ុនជីថ្នាំក៏ដូចជាក្រុមហ៊ុនគ្រឿងម៉ាស៊ីនផងដែរសម្រាប់ទី4អ្នកដែលគាត់មានបទពិសោធន៍ខ្ពស់គាត់អាចធ្វើជា agriculture consultant ណាអញ្ចឹងជាតំណែងទីប្រឹក្សាបច្ចេកទេសទី5ដោយសារតែប្រទេសរបស់យើងជាប្រទេសកំពុងអភិវឌ្ឍអញ្ចឹងហើយយើងនៅមាន NGO ច្រើនដែរអញ្ចឹងយើងអាចធ្វើការជាមួយនឹងគម្រោងផ្សេងៗដែលទទួលបានការឧបត្ថម្ភពីក្រៅប្រទេសអាចជាមន្ត្រីសម្របសម្រួលគម្រោងជួយសហគមន៍ប្រធានគម្រោងឬក៏មន្ត្រីផ្ដល់បច្ចេកទេសទៅដល់សហគមន៍កសិកម្មនានានៅក្នុងប្រទេសកម្ពុជាយើងទី6គឺជាមន្ត្រីកសិកម្មអញ្ចឹងដោយសារតែឥឡូវហ្នឹងគេរើសហើយអញ្ចឹងក្នុង3ជំនាន់មុនហ្នឹងគឺមានចំនួន 1600 នាក់ដែលត្រូវបានជ្រើសរើសជាមន្ត្រីកសិកម្មដែលគេដាក់ព្រាយនៅតាមឃុំសង្កាត់ណាសម្រាប់ទី7គឺគ្រូព្រានដូចយើងដឹងស្រាប់ហើយក្រសួងអប់រំក៏មានជ្រើសរើសគ្រូព្រានផ្នែកសេដ្ឋសាស្ត្រផងដែរអញ្ចឹងអ្នកដែលគាត់រៀនកសិកម្មគាត់អាចដាក់ធ្វើជាគ្រូព្រានបានផងដែរបើកអាជីវកម្មរស់ស៊ីខ្លួនឯងជាម្ចាស់កសិដ្ឋានដាំដុះឬក៏ចិញ្ចឹមសត្វអីដែរហើយដោយសារតែសម័យឥឡូវវាជាសម័យ digital អញ្ចឹងយើងអាចដាំដុះផងបង្កើតវីដេអូចែករំលែកចំណេះដឹងអីតាមបណ្ដាញសង្គមបានដូចគ្នាសម្រាប់ទី9គឺពាក់ព័ន្ធជាមួយនឹង research and develop R&D គឺអានឹងយើងធ្វើការនៅមន្ទីរពិសោធន៍ស្រាវជ្រាវសិក្សាវិវត្តពូជថ្នាំជីថ្នាំការបង្កាត់ពូជសត្វពាក់ព័ន្ធជាមួយនឹងគ្រឿងម៉ាស៊ីនអីហ្នឹងក៏មានដូចគ្នាសម្រាប់មួយទៀតគឺហាងលក់ជីថ្នាំឬក៏យើងធ្វើជាមេឃ្លាំងផ្នែកជីថ្នាំអីហ្នឹងកាន់ស្តុកគ្រឿងម៉ាស៊ីនអីហ្នឹងក៏អាចធ្វើបានផងដែរអញ្ចឹងហើយសម្រាប់អ្នកដែលគាត់រៀនកសិកម្មកុំភ័យថាខ្លាចអត់មានការងារធ្វើវានៅតែមានអញ្ចឹងចាំបើអ្នកទាំងអស់គ្នាមានចម្ងល់អីបន្ថែមពាក់ព័ន្ធជាមួយនឹងកសិកម្មអាចឆាតមកសួរខ្ញុំបានអូខេបាយបាយ